ជំរាបសួរខ្ញុំឈ្មោះលោកវិជ្ជបណ្ឌិត David Silverman ខ្ញុំជាគ្រូពេទ្យវះកាត់ជើងដែលបានចូលនិវត្តន៍ហើយខ្ញុំត្រូវបានណែនាំឲ្យស្គាល់ការរកឃើញដ៏សំខាន់នេះកាលពី13ឆ្នាំមុនហើយមូលហេតុដែលខ្ញុំពិនិត្យមើលវាដោយយកចិត្តទុកដាក់នៅពេលមិត្តរបស់ខ្ញុំយកវាមកឲ្យខ្ញុំគឺដោយសារតែឪពុករបស់ខ្ញុំមិនមែនខ្ញុំទេខ្ញុំអាយុ50ឆ្នាំនៅពេលនោះឥឡូវខ្ញុំអាយុ63ឆ្នាំឪពុកខ្ញុំគាត់មិនបានសុខទេហើយគាត់ត្រូវបានគេប្រាប់ថាគាត់មានបញ្ហាដែលគ្មាននរណាម្នាក់ចង់ថាខ្លួនមាននៅក្នុងផ្នែកណាមួយនៃរាងកាយឡើយមិនថាពេលណាទេដូច្នេះខ្ញុំបានចំណាយពេលដើម្បីស៊ើបអង្កេតវាឲ្យបានត្រឹមត្រូវហើយវាស្ដាប់ទៅល្អពេកហាក់ដូចជាមិនគួរឲ្យជឿចំពោះអ្វីមួយដែលធ្វើពីអំបិលនិងទឹកប៉ុន្តែខ្ញុំមានការលើកទឹកចិត្តដើម្បីរៀនអំពីវាដើម្បីមើលថាតើវាពិតឬអត់នោះគឺ13ឆ្នាំមុនហើយសូមអរគុណព្រះជាម្ចាស់ដែលខ្ញុំបានស៊ើបអង្កេតវាសូមអរគុណព្រះជាម្ចាស់ដែលខ្ញុំបានធ្វើដូច្នេះមិត្តរបស់អ្នកកំពុងនាំយកវាមកជូនអ្នកហើយមានពីរយ៉ាងដែលអ្នកអាចធ្វើបានអ្នកអាចស្វែងរកវានៅលើ Google ហើយនិយាយថាមានគ្រប់គ្រាន់នៅទីនេះសម្រាប់ខ្ញុំដើម្បីស៊ើបអង្កេតវាឲ្យបានត្រឹមត្រូវឬអ្នកអាចស្វែងរកវានៅលើ Google ហើយនិយាយថាឥឡូវនេះវាមើលទៅដូចជាទឹកអំបិលឥឡូវនេះខ្ញុំនៅទីស្នាក់ការកណ្ដាលសាជីវកម្មទាំងនេះគឺជាមន្ទីរពិសោធន៍ដែលពួកគេធ្វើការស្រាវជ្រាវលើរឿងនេះឥឡូវនេះវានៅក្រៅអស់រយៈពេល15ឆ្នាំហើយប៉ាតង់សិទ្ធិកម្មសិទ្ធិបញ្ញានិងអាចកំបាំងពាណិជ្ជកម្មលើការផលិតវាត្រូវបានផលិតនៅក្នុងរោងចក្រផលិតកម្មដែលបានចុះបញ្ជីនិងត្រួតពិនិត្យដោយ FDA នេះគឺជាការរកឃើញដ៏សំខាន់ដែលមិត្តរបស់អ្នកកំពុងនាំមកជូនអ្នកហើយអ្វីក៏ដោយដែលជាកម្លាំងជំរុញរបស់អ្នកក្នុងការពិនិត្យមើលវាប្រហែលជាអ្នកគេងមិនលក់ប្រហែលជាខ្លួនអ្នកឈឺប្រហែលជាអ្នកមានបញ្ហានៃការដកដង្ហើមប្រហែលជាអ្នកមានបញ្ហាស្បែកប្រហែលជាអ្នកគ្រាន់តែចង់មើលទៅក្មេងជាងវ័យនេះគឺជាទម្រង់ជែលនៃផលិតផលនោះអ្វីក៏ដោយដែលជាហេតុផលរបស់អ្នកសូមយកចិត្តទុកដាក់ដើម្បីស៊ើបអង្កេតវាសម្រាប់ខ្លួនអ្នកហើយប្រសិនបើអ្នកនិយាយថាខ្ញុំមានសុខភាពល្អខ្ញុំមិនមានបញ្ហាអ្វីទេខ្ញុំគេងលក់ស្រួលសេចក្តីប៉ងប្រាថ្នារបស់ខ្ញុំគឺល្អអ្វីគឺល្អខ្ចោះបន្ទាប់មកសូមគិតអំពីនរណាម្នាក់ដែលអ្នកស្រឡាញ់ស៊ើបអង្កេតវាសម្រាប់នរណាម្នាក់ដែលអ្នកស្រឡាញ់ម្ដាយរបស់អ្នកឪពុករបស់អ្នកកូនរបស់អ្នកសត្វចិញ្ចឹមរបស់អ្នកនេះមិនមែនជាថ្នាំទេនេះគឺជាអ្វីមួយដែលកោសិកាក្នុងខ្លួនយើងផលិតប៉ុន្តែយើងទាំងអស់គ្នាបានផលិតវាច្រើនជាងមុននៅពេលដែលយើងនៅក្មេងជាងនេះហើយនៅពេលដែលអ្នកនៅក្មេងតើអ្នកបានជាសេះស្បើយលឿនជាងមុនពីរបួសទេតើអ្នកបានរកឃើញថានៅពេលអ្នកកាន់តែចាស់អ្វីទាំងនេះចាប់ផ្ដើមលេចឡើងលើអ្នកទេតើអ្នកបានរកឃើញថាស្បែករបស់អ្នកមានស្នាមជ្រីវជ្រួញទេសូមចំណាយពេលដើម្បីស៊ើបអង្កេតរឿងនេះមិនថាសម្រាប់ខ្លួនអ្នកឬសម្រាប់នរណាម្នាក់ដែលអ្នកស្រឡាញ់នោះទេសូមមិត្តរបស់អ្នកកំពុងផ្ដល់អំណោយមួយដល់អ្នក